ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយអំពីការកាត់ស្មៅនៅក្នុងសហរដ្ឋអាមេរិកថាតើហេតុអីបានជាប្រជាជននៅក្នុងសហរដ្ឋអាមេរិកនេះតម្រូវឲ្យកាត់ស្មៅអញ្ចឹងណាហើយអញ្ចឹងខ្ញុំនឹងនិយាយអំពីមូលហេតុនៅសហរដ្ឋអាមេរិកមនុស្សកាត់ស្មៅរបស់ពួកគេជាចម្បងសម្រាប់ហេតុផលសោភ័ណភាពដើម្បីរក្សាតម្លៃអចលនទ្រព្យនិងគោរពតាមពិធីបរិសុទ្ធក្នុងតំបន់និងសមាគមម្ចាស់ផ្ទះដែលហៅកាត់ថា HOAS លើសពីនេះការកាត់ស្មៅជួយកម្ចាត់ស្មៅការពារស្មៅដែលដុះហួសហេតុមិនឲ្យคล้ายជាគ្រោះថ្នាក់ដោយមានការភ្លើងឆាបឆេះនិងអាចកាត់បន្ថយបញ្ហាសត្វល្អិតនេះជាការវិភាគលម្អិតបន្ថែមទៀតអំពីមូលហេតុសោភ័ណភាពនិងបទដ្ឋានសង្គមទីធ្លាដែលថែទាំបានល្អជាពិសេសនៅទីធ្លាខាងមុខផ្ទះត្រូវបានគេមើលឃើញថាជាសញ្ញានៃមោទនភាពចំពោះទ្រព្យសម្បត្តិរបស់បុគ្គលម្នាក់និងការឆ្លុះបញ្ចាំងពីសោភ័ណភាពដ៏ល្អស្អាតដែលគេមើលពីខាងក្រៅនឹងឃើញថាអូផ្ទះយើងមានទីធ្លាស្អាតមែនតើដល់យើងចេះកាត់ស្មៅឲ្យស្អាតកុំឲ្យវាទុកវែងពេកវាអត់ល្អឯងវាក៏ជាសញ្ញានៃការប្រកាន់ភ្ជាប់នៅស្តង់ដារសង្កាត់និងការរំពឹងទុកផងដែរតម្លៃអចលនទ្រព្យម៉ូដដែលបានរៀបចំយ៉ាងល្អអាចបង្កើនតម្លៃអចលនទ្រព្យដែលយកឃើញដោយធ្វើឲ្យវាកាន់តែទាក់ទាញអ្នកទិញដ៏មានសក្តានុពលអញ្ចឹងបើសិនជាយើងសម្អាតផ្ទះរបស់យើងទីធ្លាផ្ទះរបស់យើងមើលទៅឡើងស្អាតភ្លឹងមកអញ្ចឹងអចលនទ្រព្យរបស់ផ្ទះរបស់យើងនឹងវាអាចមានតម្លៃថ្លៃពេលដែលយើងចង់លក់អញ្ចឹងណាបទបញ្ជាក្នុងស្រុកនិងច្បាប់សមាគមម្ចាស់ផ្ទះទីក្រុងនិងស្រុកជាច្រើនមានបទបញ្ញត្តិដែលតម្រូវឲ្យរក្សាស្មៅក្នុងកម្ពស់ជាក់លាក់មួយហើយសមាគមម្ចាស់ផ្ទះជារឿយមានច្បាប់អំពីការរៀបចំទេសភាពនិងការថែទាំទីធ្លាដើម្បីរក្សារូបរាងជាប់លាប់នៅទូទាំងសមាគមការពិចារណាជាក់ស្ដែងការកាត់ស្មៅជួយគ្រប់គ្រងស្មៅការពារការលូតលាស់ដើម្បីคลายទៅជាដូចជាព្រៃអីចឹងណាហើយនឹងដើមឈើនឹងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដោយសារភ្លើងពីស្មៅស្ងួតនិងវែងការគ្រប់គ្រងសត្វល្អិតស្មៅខ្លីអាចកាត់បន្ថយជម្រករបស់ពួកសត្វល្អិតដូចជាពួកដូចថា tick ហ្នឹងគឺជាពពួកសត្វដែលជញ្ជក់ឈាមមនុស្សចឹងណាហើយវានៅក្នុងសត្វហ្នឹងហើយជាពពួកសត្វល្អិតដូចជាចៃចឹងណាចៃឆ្កែនឹងកណ្ដុរនេះបើយោងតាមប្រភពមួយចំនួនអត្ថប្រយោជន៍មុខងារស្មៅដែលថែទាំបានល្អផ្ដល់នៅកន្លែងសម្រាប់ការកម្សាន្តដូចជាការលេងកីឡាឬលំហែកាយហើយវាអាចកាន់តែមានសោភ័ណភាពសម្រាប់ទីធ្លាដែលប្រើសម្រាប់ការអាំងសាច់ឬសកម្មភាពក្រៅផ្សេងទៀតស្មៅខ្ពស់អាចរារាំងការមើលឃើញសម្រាប់អ្នកបើកបរនិងអ្នកថ្មើរជើងហើយវាក៏អាចបង្កើនហានិភ័យនៃភ្លើងឆេះព្រៃផងដែរបទបញ្ជាក្នុងស្រុកសាលាក្រុងជាច្រើនមានបទបញ្ញត្តិដែលតម្រូវឲ្យម្ចាស់អចលនទ្រព្យ
រក្សាស្មៅរបស់ពួកគេដោយមានការផាកពិន័យឬពិន័យផ្សេងទៀតសម្រាប់ការធ្វេសប្រហែសដែលពួកគេមិនបានកាត់ស្មៅ កត្តាផ្សេងសេវាប្រព័ន្ធអេកូឡូស៊ី ការកាត់ស្មៅអាចផ្ដល់សេវាប្រព័ន្ធអេកូឡូស៊ីដោយរក្សាបាននូវប្រព័ន្ធអេកូឡូស៊ីស្មៅដែលមានសុខភាពល្អ កាត់បន្ថយតម្រូវការថ្នាំសម្លាប់សត្វល្អិត និងការលើកកម្ពស់ជីវៈចម្រុះ តម្លៃអចលនទ្រព្យ ស្មៅដែលថែទាំបានល្អអាចបង្កើនតម្លៃដែលយកឃើញនៃអចលនទ្រព្យ